ចរចេញពីមានរាសីទៅស្ថិតនៅឯមេសរាសីដើរតាមគោលវិថីគឺផ្លូវកណ្ដាលទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមរក្សាទេវីគង់នៅចតុមហារាជិកាទ្រង់អំពរពណ៌ខ្មៅលំអនៅព្រះការដោយសៀតការឈូកភក្សាហាទ្រង់សោយលោហិតព្រះហស្តស្ដាំទ្រង់ត្រីសូលព្រះហស្តឆ្វេងទ្រង់ធនុគឺធ្នូគង់លើអស្ដរគឺសេះជាពិហនៈនាំអស់ទេពនិករទាំងមួយសែនកោដហោះទៅកាន់គុហាកែវឈ្មោះធម្មមាលីនាទីភ្នំកៃឡាសខេត្តហែមពៀនដែលប្រឌិស្ថានទុកនៅព្រះសិរសាកបិលមហាព្រំដំកល់នៅលើពៀនមាសនាំចេញមកដង្ហែប្រតិសិនក្នុងព្រះសុមេរុរាជជុំចក្រវាលតាមផ្លូវព្រះអាទិត្យចរជាគម្រប់60នាទីហើយក៏ដង្ហែចូលទៅតម្កល់ទុកដូចដើមវិញទើបប្រជុំទេវបុត្រទេពធីតាទាំងមួយសែនកោដចូលទៅស្រង់ទឹកអាណោតមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវជាមាត់គោអសុភរាជទាំង7ត្រជាក់ត្រជុំខ្សែមខ្សានព្រះហឫទ័យទើបនាំគ្នាចូលទៅសមាទានសិលដោយព្រះតីសមណោះរីករាយគ្រប់អង្គក្នុងភគវតីសភាដែលវិស្កម្មទេវបុត្រនិមិត្តថ្វាយហើយបន្ទោបង់នៅអពមង្គលឲ្យជ្រះស្រឡះចម្រើននៅសុភមង្គលសិរីសួស្តីជ័យមង្គលជនមានអាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខសែនសានតរៀងទៅ